ក្មេងៗឥឡូវប្រហែលជាក្រុមមិនទាន់បបរ3ចំនួនរបស់គាត់នេះទេគាត់បើកលក់ចាប់ពីម៉ោង5ភ្លឺរហូតដល់ម៉ោង8ព្រឹកអីហ្នឹងគឺអស់ហើយក្នុងមួយថ្ងៃហ្នឹងគឺមានតែមួយឆ្នាំងហ្នឹងទេបងប្អូន6កំប៉ុងលក់អស់ហ្នឹងគឺអស់ហើយអត់មានអីតថែមទៀតទេលក់បានឆ្នាំហើយអ្នកគ្រូបបរនេះចាលក់តាំងពីមកពលមកហ្នឹងហើយតាំងពីមកយាយខ្ញុំចាខ្ញុំមកខ្ញុំទេដល់មកម៉ែខ្ញុំចឹង2ចំនួនហ្នឹងទេ3ចំនួនហ្នឹងខ្ញុំហើយអូ3ចំនួនមកហើយថ្ងៃនេះបបរបានកំប៉ុងអ្នកគ្រូបើឃើញធំហ្នឹងអត់ទៀតទេចេះតាំងទេក្នុងដៃតែចៅអូឆ្នាំងប៉ុណ្ណានេះបានកំប៉ុងឆ្នាំងនេះអ្នកគ្រូចៅ6កំប៉ុង6កំប៉ុងចាយ៉ាងអូអឺអស់ហើយចាហើយបបរបស់អ៊ំស្រីនេះគាត់លក់តាំងពីជំនាន់បាយអពតមកអញ្ចឹងវាចូលចិត្ត40ឆ្នាំហើយគឺតាំងពីជំនាន់យាយរបស់គាត់ម្ដាយរបស់គាត់រហូតមកដល់គាត់នេះវាអាចនិយាយបានថា3ជំនាន់ហើយមកដល់សប្តាហ៍ថ្ងៃនេះណាហើយបបរបស់គាត់នេះគឺគាត់បបអង្គលាយជាមួយនឹងសរសៃបាញ់កាញ់បងប្អូននៅខាងបល័យខេត្តកំពង់ឆ្នាំងហ្នឹងគេហៅថាសរសៃបាញ់កាញ់វែងវែងដែលបងប្អូនឃើញសហ្នឹងណាហើយចំណុចពិសេសនៃបបត្រីរបស់គាត់នេះគឺសាច់ត្រីមិនមែនគាត់បេះដាក់ម្ដុំដូចបងប្អូនឃើញបបទូទៅគេបបត្រីឯងគឺគាត់ច្រាមសាច់ត្រីនេះប្រភេទត្រីឆ្កោកគាត់យកសាច់ត្រីមកច្រាមឆាជាមួយនឹងខ្ទឹមពងឆាអីឲ្យឈ្ងុយហើយបានគាត់យកមកដាក់ក្នុងបបរហ្នឹងអញ្ចឹងហើយគុណសម្បត្តិនៃការឆាសាច់ត្រីច្រាមនេះជាមួយនឹងខ្ទឹមយកមកដាក់បបរនេះគឺវាជួយកាត់ឆ្អាបអត់មានក្លិនឆ្អាបត្រីទេហើយក៏ធ្វើឲ្យបបរនេះកើនណាក្លិនឈ្ងុយហ្នឹងបងប្អូនពេលដែលយើងញ៉ាំទៅគឺឈ្ងុយចាក់ស្លឹកខ្ទឹមដាក់ពេញហ្នឹងអញ្ចឹងទៅតំណងណាស់បងប្អូនអានេះគឺជាបបរសេរីចាស់មួយដែលយើងតតែក្រោកម៉ោង5ព្រឹកអី6អីមិនតាន់ព្រោះតែម៉ោង7ជាង8ហ្នឹងគឺអស់ហើយក្នុងមួយថ្ងៃគាត់បបរតែ6កំប៉ុងហ្នឹងទេមួយឆ្នាំងហ្នឹងណាហើយមានលាយសរសៃបាញ់កាញ់លាយអីចឹងទៅហើយដោយតែបងប្អូនឃើញសាច់ត្រីនេះគាត់ច្រាមម៉ត់ឆាមួយខ្ទឹមឈ្ងុយហ្នឹងហើយចាក់ដាក់មកតំណងណាស់បងប្អូនហើយថ្ងៃនេះខ្ញុំក្រោកម៉ោង5ព្រឹកដើម្បីទទួលបានអាបបរចានទី1បងប្អូនអានេះក្នុងមួយជីវិតលៃធ្វើម៉េចឲ្យបានហូបបបរចានទី1ហ្នឹងគឺឲ្យវាដឹងរសជាតិថាបបរ40ឆ្នាំបបរ3ចំនួននេះហ្នឹងគឺរសជាតិមិនឆ្ងាញ់មែនបងប្អូនអានេះវាជារសជាតិដើមមួយដែលយើងកម្រមានណាហើយសម្រាប់ទីតាំងកន្លែងបបរ3ជំនាន់របស់គាត់នេះគឺនៅខាងភូមិបល័យបងប្អូននៅខាងស្រុកបរិបូរខេត្តកំពង់ឆ្នាំងហើយបើសិនជាបងប្អូនជិះកាត់ទៅខាងពោធិ៍សាត់ឬបាត់ដំបងអីហ្នឹងគឺបងប្អូនអាចចូលសាកបានគាត់លក់ចាប់ពីម៉ោង5ព្រឹករហូតដល់ម៉ោង8អីហ្នឹងអស់ហើយអញ្ចឹងហើយបើសិនជាបងប្អូនជិះកាត់តាមម្ដុំហ្នឹងចន្លោះម៉ោងប៉ុណ្ណឹងបងប្អូនអាចចូលសាកបានសម្រាប់ទីតាំងគឺនៅខ្លោងសៀវវត្តដោយដែលខ្ញុំបង្ហាញនេះណាចាំខ្ញុំដាក់ព័ត៌មានលម្អិតនឹងទីតាំងរបស់គាត់ហ្នឹងនៅក្នុងខមមិនដែរដើម្បីឲ្យបងប្អូនងាយស្រួលចូលទៅរកហើយគាត់អាចលក់ក្នុងចន្លោះម៉ោងប៉ុណ្ណឹងបងប្អូនបើលើសហ្នឹងអាចនឹងអស់ហើយអានេះដោយសារតែពេលព្រឹកហ្នឹងគឺខ្ញុំទៅពីព្រឹកពេកអញ្ចឹងហើយអត់ទាន់ឃើញសកម្មភាពភ្ញៀវរបស់គាត់ម៉ួយរបស់គាត់ចូលពេញទេតតែម៉ោង6កន្លះ7អីហ្នឹងគឺចាប់ផ្ដើមសម្រុកមកច្រើនមែនតើលក់មួយផ្លែតហ្នឹងគឺអស់ហើយអញ្ចឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកអរគុណបងប្អូនជំរាបលាបាយ